សួស្តីបងប្អូនទាំងអស់គ្នាចារូបភាពនេះធ្លាប់តែឃើញនៅក្នុងរឿងចាតែនេះកើតឡើងនៅក្នុងប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃទី24នៅទីក្រុងសូអ៊ូលញ៉ុងអ៊ីលតុងនៅវេលាម៉ោង 6:30 នាទីល្ងាចកាលថ្ងៃទី24ហ្នឹងហើយស្ត្រីម្នាក់អាយុវ័យ40ឆ្នាំផ្លូវហ្នឹងគឺជាផ្លូវដែលគាត់ទៅធ្វើការទៅមករាល់ថ្ងៃគាត់បើកឡានទៅស្រាប់តែថ្ងៃហ្នឹងស្រាប់តែលឺសំឡេងដូចជាបាញ់កាភ្លើងអញ្ចឹងគាត់ខំជន់ក្រាឡើងលឿនដល់ពេលហើយវាផុតអាកន្លែងហ្នឹងទៅឡានគាត់លេងទៅមុខហ្មងស្រាប់តែគាត់មើលក្រោយ single ចាវាសតដីចុះទៅក្រោមអញ្ចឹងហើយចំណែកឯម៉ូតូដែលនៅពីក្រោយហ្នឹងគឺបើកទៅធ្លាក់ចូលទៅត្មងហើយគេមកដែរប៉ូលីសហើយនៅខាងក្រុមជួយសង្គ្រោះមិនទាន់មកដែរប៉ុន្តែជួយសង្គ្រោះអត់បានទេដោយសារតែគាត់ធ្លាក់ចូលទៅជ្រៅពេកចារហូតដល់50ម៉ែត្រទៅនោះនៅទងំតែគេរកសាកសពឃើញគឺចំនួន17ម៉ោងហើយគឺអត់អាចជួយសង្គ្រោះគាត់បានទេនេះគឺជារឿងមួយដែលគួរឲ្យសោកស្ដាយហើយបរិសម្នាក់នេះគឺតាំងពីឪពុកម្ដាយឪពុកច្រឡំសុំទោសឪពុកគាត់ស្លាប់ទៅគឺគាត់ជាអ្នកគ្រប់គ្រងគ្រួសារមើលម្ដាយនិងមើលប្អូនស្រីចាពេលថ្ងៃគឺគាត់ទៅធ្វើការនៅក្រុមហ៊ុនហើយចប់ពីធ្វើការក្រុមហ៊ុនទៅគាត់គេរបៀបដូចថាប្រេតលយកដូចថាមហូបឬក៏ចាយឲ្យតាមផ្ទះអ្នកដតីអញ្ចឹងណាយកអីវ៉ាន់ឲ្យគេអញ្ចឹងបងប្អូនដល់ពេលហើយក៏ធ្លាក់ចូលនឹងទៅម្ដាយគាត់យំឡើងបោកខ្លួនហើយណែខាងសាលាវិញគឺគេឲ្យឈប់សម្រាកម្ដងសាលាដែលនៅជិតហ្នឹងចំនួន4ណាពួកលោកគ្រូអ្នកគ្រូគាត់ភ័យថាដើរគាត់ក្មេងៗដើរមកខ្លាចវាស្រត់ចំកន្លែងណាមួយគឺខ្លាចគ្រោះថ្នាក់ឲ្យក្មេងៗអញ្ចឹងក៏បានបញ្ឈប់ដោយសាលា4កាលពីខែ3ថ្ងៃទី6ហ្នឹងណាធ្លាប់នៅខាងកន្លែងគេចាក់សាំងកន្លែងបានរាយការណ៍តែម្ដងថាឃើញប្រេះដីប្រេះអីចឹងហើយខាងអ្នកជំនាញគេមកស្រាវជ្រាវដែរគេថាអត់មានបញ្ហាអីទេកាលពីខែ12នោះក៏គេមកមើលស្រាវជ្រាវម្ដងថាអត់មានបញ្ហាអីទេប៉ុន្តែនៅនឹងគេជីកផ្លូវក្រំដីដើម្បីធ្វើគេហៅថាធ្វើខ្សែលេខ9សម្រាប់យើងបើកបររថភ្លើងបងប្អូនគេថាប្រហែលជាវាមានពាក់ព័ន្ធណាគ្នាហ្នឹងបែរអញ្ចឹងណាបងប្អូនអញ្ចឹងគេកំពុងតែរកមូលហេតុឲ្យច្បាស់ទៀតហើយអ្នកនៅចិត្តហ្នឹងគឺមានការព្រួយបារម្ភអ្នកមានហាងមានអីក៏ខ្លាចស្រត់ខ្លាចអីហាងគាត់អញ្ចឹងណាចាសូមអរគុណនឹងជម្រាបលា